ស៊ូត្រីនិងបេះប្រលឹកតាំងពីអាយុ15ឆ្នាំរហូតដល់នាងមានអាយុ18ឆ្នាំនាងនៅតែបន្តមុខរបរនេះដដែលផានីនាងបានគិតក្នុងចិត្តម្នាក់ឯងថាខ្ញុំជាកូនអ្នកក្រគ្មានចំណេះដឹងអ្វីដូចគេហើយគ្មានទ្រព្យដូចគេតែឲ្យខ្ញុំទៅមានមុខរបរណាខុសពីការស៊ូត្រីនិងដកប្រលិតទៅមុខរបរនេះហើយដែលខ្ញុំអាចចិញ្ចឹមឪពុកម្ដាយខ្ញុំនិងខ្លួនឯងរហូតដល់សពថ្ងៃនេះគ្មានមុខរបរនេះទេខ្ញុំមិនដឹងថាខ្ញុំត្រូវរកប្រាក់មកពីណាចិញ្ចឹមឪពុកម្ដាយខ្ញុំនិងខ្លួនឯងនោះទេដូច្នេះខ្ញុំត្រូវតែប្រកបមុខរបរនេះបន្តទៅទៀតទោះបីវាហត់នឿយបន្តិចមែនតែក៏អាចរកប្រាក់ដោយខ្លួនឯងបានផានីនាងជាក្មេងដែលមានភាពកតញ្ញូចំពោះឪពុកម្ដាយចំណែកឯស្ថានភាពជំងឺរបស់ឪពុកនាងវិញក៏បានរៀងធូរស្រាលបន្តិចដែរដោយសារតែនាងខិតខំរកប្រាក់ទិញថ្នាំសង្កូវឲ្យគាត់ហូបជារៀងរាល់ថ្ងៃផានីនាងសប្បាយចិត្តខ្លាំងណាស់ពេលឃើញឪពុករបស់នាងមានសភាពរាងជានាជាងមុនអរគុណបងប្អូនរឿងនេះសូមឆ្លៃត្រឹមនេះបើមានការខុសឆ្គងសូមអភ័យទោសគុណជម្រាបលា